មានយុវជន4នាក់ចូលចិត្តដំណើរកម្សាន្តនិងថតវីដេអូថ្ងៃមួយពួកគេទៅថតវីដេអូនៅប្រាសាទចាស់មួយនៅក្នុងព្រៃដែលមនុស្សក្នុងភូមិនិយាយថាពេលយប់មានខ្មោចឡងពួកគេមិនជឿទេហើយសម្រេចចិត្តទៅនៅទីនោះមួយយប់ដើម្បីថតវីដេអូបង្ហោះក្នុង YouTube ពេលដល់ម៉ោងប្រហែល 12 យប់ខណៈពួកគេកំពុងអង្គុយជុំគ្នាស្រាប់តែមានសំឡេងតន្ត្រីបុរាណខ្មែរស្ដាប់ទៅដូចជាភ្លេងរបាំអប្សរាដែលឮមកពីខាងក្នុងប្រាសាទមិត្តម្នាក់និយាយថាមានអ្នកណាមកហាត់របាំមែនទេពួកគេចាប់យកកាន់ពើហើយដើរចូលទៅមើលនៅកណ្ដាលប្រាង្គប្រាសាទមានស្ត្រីម្នាក់ពាក់សម្លៀកបំពាក់របាំបុរាណកំពុងរាំយឺតដៃនាងបត់ស្អាតដូចអ្នករបាំពិតប៉ុន្តែអ្វីដែលចម្លែកគឺនាងមិនមានជើងទេនាងដូចជាកំពុងអណ្ដែតបន្តិចមិត្តម្នាក់ខ្សឹបថាថតវីដេអូទៅប្រហែលជាគេសម្ដែងអ្វីមួយហើយពេលពួកគេចាប់ផ្ដើមថតស្ត្រីនោះក៏ច្បាស់រំភ្លាមនាងបង្វិលក្បាលមកមើលពួកគេយឺតពេលពន្លឺភ្លើងពើប៉ះមុខនាងពួកគេឃើញថាមុខនាងខ្មៅស្លេកភ្នែកធំហើយមាត់ញឹមធំខុសធម្មតាពេលនោះស្រាប់តែភ្លេងបុរាណលេងកាន់តែខ្លាំងឡើងនិងលឿនឡើងហើយនាងចាប់ផ្ដើមរំលឿនខ្លាំងដូចជាមនុស្សមិនធម្មតាដៃនាងបត់ដូចជាដៃដែលបាក់ដែលមនុស្សធម្មតាមិនអាចបត់បានមិត្តម្នាក់ភ័យហើយស្រែកថាឆាប់រត់វើយជួបរបស់ពិតហើយពេលពួកគេរត់ចេញពីប្រាសាទមិត្តម្នាក់ដែលកាន់កាមេរ៉ាបើកមើលវីដេអូឡើងវិញស្រាប់តែក្នុងវីដេអូឃើញថាពេលពួកគេចូលទៅក្នុងប្រាសាទគឺគ្មានអ្នករបាំណាម្នាក់ទេមានតែពួកគេឈរមើលទៅកន្លែងទេប៉ុន្តែសំឡេងភ្លេងរបាំនៅតែខណៈពេលដែលពួកគេកំពុងមើលវីដេអូស្រាប់តែមានដៃស្ត្រីមួយលេចចេញពីក្រោយខ្នងមិត្តម្នាក់ដូចជានាងកំពុងរាំនៅពីក្រោយគាត់